ថ្ងៃនេះដែរនេះខ្ញុំមកបង្ហាញពីរបៀបធ្វើង៉ាំង៉ូវដែលមានក្លិនឈ្ងុយហើយសាច់វាល្មួតល្អបងប្អូននេះគឺជាង៉ាំង៉ូវនេះខ្ញុំធ្វើ3ខែមុនហើយនេះខ្ញុំញ៉ាំចិត្តអស់ហើយតែ2ខែគឺយើងញ៉ាំបានហើយចាហើយចំពោះវិធីធ្វើគឺយើងយកក្រូចយើងលាងឲ្យស្អាតហើយគឺយើងយកមករៀបដាក់ក្នុងកឡយើងប៉ុន្តែយើងរៀបលាងញាត់ឲ្យវារាងណែនបន្តិចណាបងប្អូនកុំឲ្យលងណាហើយបន្តមកទៀតហ្នឹងគឺយើងយកអំបិលគ្រួសណាបងប្អូនយើងដាក់ចាពីលើនឹងទៅក៏អត់មានអីពិបាកទេដាក់ឲ្យឃើញអំបិលយើងនៅអណ្ដែតនៅខាងលើនឹងដើម្បីពេលដែលយើងគ្របទៅយកទៅហាលថ្ងៃគឺជាតិអំបិលហ្នឹងវាបឺតចាឥឡូវរួចរាល់ហើយបងប្អូនចាយើងគឺយកថង់មកដើម្បីដាក់គ្របពីលើនឹងហើយចាំយើងគ្របដើម្បីឲ្យវាណែនចិត្តបងប្អូនកុំឲ្យចូលខ្យល់ចាមានអីទេបន្តមកទៀតហ្នឹងគឺយើងកត់ថ្ងៃខែលើការ៉ូបហ្នឹងទៅដើម្បីយើងចំណាំថាតើយើងធ្វើថ្ងៃណាចាហើយថ្ងៃណាដែលយើងអាចញ៉ាំបានអញ្ចឹងណាឥឡូវយើងយកទៅហាលទៅចំពោះការហាលវិញយើងដាក់អំបិចសាក៏បានដែរបងប្អូនហាលភ្លៀងហាលខ្យល់ហ្នឹងទៅហើយធ្វើបែបនេះគឺ6ខែទៅ1ឆ្នាំបងប្អូនយើងអាចញ៉ាំបានដល់ចារយៈពេលប៉ុណ្ណឹងឲ្យតែយើងញ៉ាំអស់គឺអត់ខូចទេ